ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាពេលនេះគឺនាងខ្ញុំសូមណែនាំអំពីការប្រើប្រាស់កម្មវិធីរបស់ធនាគារអូរីគឺការផ្ញើពីធនាគារអូរីទៅធនាគារណាមួយក្នុងស្រុកខ្មែរចូលលេខគណនីដែលយើងបានចងភ្ជាប់កន្លងមកចាកម្មវិធីនេះគឺយើងប្រើប្រាស់ដោយប្រើសេវាកម្ម 5,000 វ៉ុនក្នុងការផ្ញើចាប់ពីនិយាយរួមទៅចាប់ពី 10,000 វ៉ុនគឺយើងផ្ញើប្រាក់វ៉ុនចាចាប់ពី 10,000 វ៉ុនរហូតដល់5 លានវ៉ុនតាម mobile តាមទូរស័ព្ទដៃចាសម្រាប់ការផ្ញើតាមទូគឺយើងអាចផ្ញើបានច្រើនពី$100រហូតដល់$10,000គឺយើងផ្ញើប្រាក់ដុល្លារតែម្ដងហើយកម្មវិធីតាមទូនេះគឺនាងខ្ញុំបានធ្វើជូនរួចហើយតែពេលនេះគឺនាងខ្ញុំសូមណែនាំអំពីការផ្ញើតាម mobile ចាដែលភាគច្រើនគឺយើងអត់យល់ពីរបៀបនៃការប្រើភាគច្រើនគឺយើងវាយបញ្ចូលលេខគណនីដោយខ្លួនឯងចាការប្រើប្រាស់កម្មវិធី Orivon ផ្ញើប្រាក់ទៅក្រៅប្រទេសរបស់ធនាគារ Ori នេះគឺងាយស្រួលចាយើងមិនចាំបាច់វាយលេខគណនីបញ្ចូលទេបើសិនបើយើងបានភ្ជាប់លេខគណនីរួចហើយគឺវាមាន load លេខគណនីដោយស្វ័យប្រវត្តិតែម្ដងយើងគ្រាន់តែចុចចំនួនប្រាក់វ៉ុនឧទាហរណ៍ថាយើងផ្ញើពី 10,000 វ៉ុនរហូតដល់5 លានវ៉ុនចាច្រើនបំផុតគឺយើងតាមចំនួនទឹកប្រាក់ដែលយើងចង់ផ្ញើចាហើយបងប្អូនទាំងអស់គ្នាមួយចំនួនហ្នឹងគាត់មានការងើយឆ្ងល់ថាមូលហេតុអីដែលគាត់ផ្ញើអត់បានហើយត្រូវប្រើទៅលើចំណុចណាមួយចុចលើចំណុចណាមួយចាកម្មវិធី Orivon Global នេះគឺមានច្រើនប្រភេទចាអាចផ្ញើបានទៅក្រៅប្រទេសបាន3ប្រភេទចាហើយការផ្ញើហ្នឹងគឺវាមានវិធីផ្សេងៗគ្នាចាសម្រាប់កម្មវិធីដែលនាងខ្ញុំណែនាំនេះគឺងាយស្រួលហើយសេវាកម្មតែ 5,000 វ៉ុនទេលេខគណនីគឺវាលោតមកដោយស្វ័យប្រវត្តិតែម្ដងដោយយើងគ្រាន់តែចុចចំនួនទឹកប្រាក់បញ្ចូលគឺយើងអាចផ្ញើបានទៅខ្មែរដោយស្វ័យប្រវត្តិតែម្ដងចាអូខេអញ្ចឹងយើងចូលរួមតាមដានមើលទៅលើវីដេអូខ្លីៗដែលនាងខ្ញុំធ្វើណែនាំជូនចា